សូមជូនរឿងប្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្មល្អណាស់កូនបន្ទាប់ពីលុបទៅកូននឹងគេងលក់បានស្ងប់ចិត្តហើយលែងមានការរំខានទៀតហើយណាចាលោកប៉ាលោកអើមិនគ្នាខ្លាំងណាស់ណោះអើកូននេះចេផលោកប៉ាជួយខ្ញុំផងខ្ញុំមិនបានខំទេខ្ញុំមិនមែនជាអ្នកធ្វើទេលោកប៉ាជួយខ្ញុំផងលេងខ្ញុំទៅសូមផ្ដល់ព័ត៌មានឲ្យច្បាស់ការបន្តិចមកលោកជួយផ្ដល់ព័ត៌មានឲ្យខាងអ្នកខ្សែយើងសូមជួយបំភ្លឺបន្តិចមកលោកមានរឿងអ្វីទៅបាទជាចាប់កូនស្រីរបស់លោកបែបនេះបាទគឺឃាតករដែលសម្លាប់ភរិយាក្រោយរបស់ខ្ញុំនោះគឺដារិយាដែលត្រូវជាកូនចិញ្ចឹមរបស់ខ្ញុំវាជាឃាតកម្មមួយដែលខ្ញុំស្មានទុកដល់ទាល់តែសោះហេតុអីបានជានាងអាចសម្លាប់ភរិយាក្រោយរបស់លោកបានបើលោកប្រាប់ថានាងទៅរៀននៅបរទេសនោះនាងរៀនចប់មុនពេលកំណត់ហើយក៏វិលមកផ្ទះមុនតែនាងពុំបានផ្ដល់ដំណឹងនេះដល់អ្នកផ្ទះសោះដើម្បីនិយាយសួររៀបចំគម្រោងឃាតកម្មនេះដោយពុំឲ្យនរណានឹកសង្ស័យនាងបានលួចចូលមកក្នុងផ្ទះនេះមិនមានឲ្យនរណាដឹងហើយតែខ្លួនធ្វើជាមនុស្សផ្សេងពេលនោះគឺគ្មាននរណានៅផ្ទះហើយតែបំរើក៏បានទៅផ្សារអស់ទៀតវាជាឱកាសមួយដ៏ល្អដែលអាចឲ្យនាងយកឆ្នាំពុលទៅដាក់នៅក្នុងឆ្នាំងដីដែលភរិយាខ្ញុំដាំញ៉ាំរាល់ថ្ងៃនោះភរិយាទី2របស់ខ្ញុំមិនចេះញ៉ាំថ្នាំពេទ្យទេនាងនិយមចូលចិត្តតែប្រើថ្នាំឬឈើតែប៉ុណ្ណោះហើយដារិយាក៏ដឹងច្បាស់ណាស់ថាភរិយាទី2របស់ខ្ញុំប្រើតែថ្នាំឬឈើនេះជាប្រចាំផងដែរហេតុអីបានជានាងមានគំនិតសម្រាប់ប្រពន្ធទី2របស់លោកយ៉ាងដូចនេះទៅវិញបើលោកស្រឡាញ់នាងទុកដូចជាកូនបង្កើតដូចនេះទៅហើយនោះពិតជាមានចិត្តធម៌មួយនេះខ្ញុំមិនមានអ្វីដែលត្រូវខ្លាចរឿងក្តីឃាតកម្មនេះឡើយព្រោះសច្ចភាពវាឥតកែប្រែបានទេមានតែមនុស្សទេដែលជាអ្នកធ្វើឲ្យបាត់សច្ចភាពដោយចិត្តបំពេញនោះតែខ្ញុំក៏សូមសារភាពផងដែរថាក្នុងនាមជាស្រីគឺរមែងមានចិត្តប្រច័ណ្ឌប្តីជារឿងធម្មតាទេហើយការប្រចាំនេះគឺនាំឲ្យខ្ញុំមានការអន់ចិត្តខ្លះៗដែរតែខ្ញុំពុំដែលមានកំណត់ជាបាត់អ្វីទៅលើប្រពន្ធទី2នោះទេចុះរឿងនេះណាយវាស្បកជាទៅដាក់នៅមាត់ចន្ទើរបស់អ្នកគ្រីតើវាយ៉ាងណាដែរវាជាកំណត់របស់អូនមែនទេនោះគឺជាកំណត់របស់នាងណាមទាំងស្រុងដោយសារតែនាងស្អប់ណាគ្រីជំនួសខ្ញុំម្យ៉ាងទៀតណាគ្រីទាំងនាងណាមពុំត្រូវធិតគ្នាទេដោយហេតុថាណាគ្រីមានឫទ្ធិពីការឆ្នះឆ្នាំខ្លាំងណាស់ហើយធ្លាប់មើលងាយជេរប្រមាថនាងណាមទៀតផងទៅធ្វើឲ្យនាងណាមនេះវាស្អប់ណាគ្រីខ្លាំងបំផុតរហូតដល់មានគំនិតមិនល្អចំពោះនេះដូច្នោះពេលដែលនាងណាមចូលសម្បកចិត្តទៅដាក់នេះខ្ញុំមិនបានដឹងទេចឹងតើបានជាអ្នកណានោះយកខ្លាចខ្មោចណាគ្រីខ្លាំងចឹងនោះបងមើលតែពីសពកក្រៅមិនដឹងថាអ្នកណាមានគំនិតគុំគួននឹងណាគ្រីដល់ម្លឹងសោះមនុស្សស្រីគ្រប់គ្នាគឺសុទ្ធតែចង់ឲ្យប្តីរបស់ខ្លួននេះស្រឡាញ់ខ្លួនស្មោះត្រង់ជាមួយនឹងខ្លួនចំណែកឯបញ្ហាកូនចៅអ្វីទៅបាត់តែសំខាន់តែយើងក៏អាចសុំកូនគេមកចិញ្ចឹមបានដែរព្រោះថាសង្គមខ្មែរមានកូនកំព្រាច្រើនណាស់ហើយការដែលយកកូនមកចិញ្ចឹមនេះទៀតសោតគឺចាំបាច់ត្រូវតែអប់រំព្រៀនប្រដៅគេឲ្យបានល្អជៀសវាងឲ្យគេធ្វើអ្វីទៅតាមចិត្តនឹកឃើញចង់បានអ្វីក៏បាននោះនាំឲ្យកើតមានលទ្ធផលមិនល្អនៅថ្ងៃក្រោយគឺដោយករណីកូនចិញ្ចឹមដារិយានេះជាដើមបងតែងតែឲ្យនាងធ្វើអ្វីទៅតាមចិត្តរបស់នាងជានិច្ចចូលចិត្តការសប្បាយឃ្លាតឆ្ងាយពីការអប់រំទៅបណ្ដាឲ្យមានរឿងដូចនេះកើតឡើងបានឲ្យបងសុំទោសអូនផងការដែលបងធ្វើដូចជាមិនចូលពីទឹកចិត្តរបស់អូនទៅពេលកន្លងមកនោះព
ពីថ្ងៃនេះតទៅណាបញ្ហាមានកូនឬក៏គ្មាននោះវាលែងសំខាន់សម្រាប់បងទៀតហើយបងនឹងចូលរួមចំណែកជួយសង្គមតាមរយៈការជួយដល់ក្មេងៗកំព្រាទៅតាមលទ្ធភាពដែលមានហើយចាត់ទុកពួកគេប្រៀបដូចជាកូនចៅរបស់យើងដែរព្រោះពួកគេណាក៏ជាមនុស្សដែលមានសាច់ឈាមត្រូវការរស់រានមានជីវិតនិងការឲ្យតម្លៃដូចគ្នាដែរប៉ុន្តែហើយបើសិនជានៅក្នុងសង្គមយើងនេះមានមនុស្សដែលមានចិត្តដូចជាលោកច្រើននោះសង្គមកម្ពុជានឹងលែងមានកុមារកំព្រាអនាថារស់នៅតាមចិញ្ចើមផ្លូវគ្មានឱកាសបានរៀនសូត្រនិងគ្មានអនាគតនោះតទៅទៀតហើយប្រទេសជាតិរបស់យើងនឹងសម្បូរសប្បាយទៅដោយធនធានមនុស្សសម្រាប់ការកសាងនិងអភិវឌ្ឍព្រោះតែចំនួនកុមារដែលជាសសរទ្រូងនៃប្រទេសជាតិយើងនេះបានឆ្លងផុតពីការលំបាកក៏ដូចជាបានឆ្លងផុតពីភាពល្ងងខ្លៅផងដែរខ្ញុំពិតជាអាចធ្វើទៅបានព្រោះពេលនេះក្រៅពីភរិយាដ៏ល្អរបស់ខ្ញុំរួមទាំងអ្នកបម្រើរបស់ខ្ញុំទាំងអស់ដែលខ្ញុំចាត់ទុកថាដូចជាសាច់ញាតិនោះគឺខ្ញុំគ្មាននរណាទៀតទេខ្ញុំក៏មិនហួងហែងទ្រព្យសម្បត្តិយុទ្ធនានោះដែរគឺមានតែការចេះចែករំលែកគ្នារស់តែប៉ុណ្ណោះទើបធ្វើឲ្យឆាកជីវិតចុងក្រោយរបស់ខ្ញុំនេះរស់នៅដោយមានន័យអស់អាល័យនឹងការជាប់ជំពាក់ផងទាំងពួងហើយខ្ញុំក៏សូមអរគុណចំពោះបងប្អូនដែលជាអ្នកមានមនសិការវិជ្ជាជីវៈក្នុងការបំពេញកិច្ចការងារនេះដែរណាមិនអីទេអរគុណណាស់អរគុណដែលបានផ្ដល់ព័ត៌មានពិតតោះពួកយើងទៅវិញទៅនេះជាជារបស់អូនបាត់ត្បូងទៅណាវាជ្រុះបាត់យូរហើយព្រោះតែត្បូងជាជានេះហើយដែលអាចធ្វើឲ្យរឿងក្តីឃាតកម្មនេះបំបែកបាននោះខ្ញុំគិតថាខ្មោចរបស់ណាក់គ្រីក៏បានស្ងប់ចិត្តហើយឈប់បង្ហាញខ្លួនឲ្យគេបានឃើញទៀតហើយពិតមែនណារឿងប្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្មដែលលោកស្រីអ្នកនាងកញ្ញាបានស្ដាប់នៅពេលនេះចប់ដោយបរិបូរណ៍សូមអរគុណ